បាទជំរាបសួរយើងនឹងបន្តមេរៀនរបស់យើងទៀតឥឡូវយើងចូលដល់section property អញ្ចឹងយើងកំណត់frame section យើងជា concrete ដោយក្នុងឧទាហរណ៍យើងនឹងសិក្សាអំពីstructure របស់យើងជាប្រភេទ concrete អញ្ចឹងដំបូងយើងនឹងកំណត់ section property របស់ column អញ្ចឹងដំបូងយើងត្រូវចូល define បន្ទាប់មកយើងយក section property តបមកយើងយកវាថា frame section ហើយវានឹងចេញទាំងបែបដូចនេះបើសិនជាយើងចង់បង្កើតថ្មីបើណាយើងអត់ទាន់មាន property នៅឡើយទេគឺយើងអាចយក add new property ប៉ុន្តែបើយើងមានហើយយើងអាច copy property ដែលមានស័ព្ទហ្នឹងយើងអាច copy វាមកហើយយើងយកទៅកែទៅអានេះដល់ពេលអានេះគឺ modify នេះគឺយើង modify នៅ property ដែលមានស័ព្ទយើង modify វាប៉ុន្តែនៅក្នុងករណីឧទាហរណ៍យើងនេះគឺយើងទៅយក add new property ពីព្រោះយើងទៅបង្កើតនៅ property ថ្មីសម្រាប់ឧទាហរណ៍របស់យើងនេះពេលដែលយើងយក add new property ហើយវានឹងចេញទាំងបែបដូចនេះវាឲ្យយើងជ្រើសរើស section shape សសររបស់យើងរាងជាអី rectangular អញ្ចឹងយើងយកប្រភេទ concrete rectangular មកហើយដោយមុខកាត់ដែលយើងទៅសិក្សាមានរាងជា rectangular យើង select យក rectangular នេះមកនេះតោះមកយើងចុច OK មកវានឹងចេញផ្ទាំងបែបដូចនេះវានឹងចេញផ្ទាំងframe section property data frame section property data នេះគឺតម្រូវយើងបំពេញទិន្នន័យមួយចំនួនសម្រាប់concrete column របស់យើងនៅក្នុងនោះកន្លែង general data វាមាន property name ហ្នឹងគឺយើងវាយឈ្មោះប្រភេទវាយឈ្មោះកំណត់នៅឈ្មោះសសរឧបមាថាសសរយើង40 គុណ 40បានន័យថា4តឹកគុណ4តឹកអញ្ចឹងយើងអាចសរសេរ note វាមក C 40 គុណ 40 ចឹងទៅចំណែក material យើងបានបង្កើតហើយគឺ material ដែលយើងប្រើសម្រាប់សសរនេះគឺយើងអាចបើសិនយើងមានវាអាចមាន C 25 C 30 C 35អញ្ចឹងប៉ុន្តែក្នុងឧទាហរណ៍យើងយក C 30ចំណែក shape នេះ section shape នេះបើយើងជា rectangular យើងយកប្រភេទ concrete rectangular មកកន្លែង section dimension នេះគឺយើងទៅកំណត់dimension របស់សសរយើងអញ្ចឹងសសរយើងគឺប្រភេទសសរជ្រុងស្មើគ្នាគឺ4តឹកគុណ4តឹកអញ្ចឹង deep គឺយើងវាយ4តឹកព្រោះរាងwidth គឺ4តឹកពីព្រោះរាងសសររបស់យើងរាងការ៉េស្មើជ្រុងបន្ទាប់មកយើងចូលកន្លែងនេះ enforcement នេះគឺ modify also rebar ពេលនោះវានឹងចេញផ្ទាំងបែបដូចនេះដោយប្រភេទគ្រឿងបង្គុំយើងនេះជាប្រភេទ column ដែលយើងបង្កើតសម្រាប់ column អញ្ចឹងកន្លែង design type នេះគឺយើងយកប្រភេទ PM2 M3 design ប៉ុន្តែយើងត្រូវ design វាសម្រាប់សសរនេះភេទសសរក្រោមនេះគឺសម្រាប់ធ្នឹមឯងប៉ុន្តែឥឡូវយើងបង្កើតសម្រាប់សសរចឹងសិនអញ្ចឹងកន្លែង reinforcement configuration នេះសសរយើងមិនជា rectangular អញ្ចឹងយើងកន្លែងហ្នឹងគឺយើងយក rectangular ប៉ុន្តែបើសសរមូលគឺយើងកំណត់វាជា circular តែយើងយកជា rectangular ទៅពីព្រោះសសរយើងជារាង rectangular rebar material កន្លែងនេះគឺសំខាន់ដែរសម្រាប់ដែកបដោយដែកមេយើងហ្នឹងគឺយើងកំណត់ហើយគឺយើងយក SD 390ចំណែកឯ confinement bar ភេទអានេះគឺភេទយកដាច់កយើងយក SD 235អានេះគឺយើងបង្កើតក្នុងវគ្គដែលយើងបង្កើត material អញ្ចឹងអាចមើល
ចូលមើលនៅវីដេអូខ្ញុំមុនដែលខ្ញុំនិយាយពីការបង្កើត material នោះ confinement bar ចំពោះសសរយើងជា rectangular នេះជាប្រភេទ Thai វាមិនមែនជាប្រភេទ spiral ទេព្រោះវាជារាងជ្រុងមិនត្រូវប្រើជា spiral ទេគឺយើងត្រូវជ្រើសរើសប្រភេទ Thai ចំណែកឯកន្លែង check out design កន្លែង បើសិនជាយើង tick your reinforcement to be checked ក្នុងន័យហ្នឹងគឺបានន័យថាក្នុងករណីហ្នឹងគឺយើងមាន design ហើយកាលណាយើងមាន design ហើយយើងចង់ឲ្យកម្មវិធី check គឺយើង check ហើយនឹង verify វាគឺយើងទៅយក reinforcement to be checked ហ្នឹងហើយចំណែកឯកន្លែង reinforcement to be design ក្នុងករណីយើងត្រូវ design រកដែកឲ្យកម្មវិធី design ឲ្យរកតសៃដែកសម្រាប់សសរយើងហ្នឹងគឺយើងយក reinforcement to be design ហ្នឹងហើយដល់ពេលកន្លែងនេះគឺយើងទៅបំពេញទិន្នន័យសម្រាប់ដែកយើងវាមានសម្រាប់longitudinal bar ហើយនិង confinement bar យើងមើលក្នុងនេះយើងមើលនេះទិន្នន័យទាំងអស់ហ្នឹងបើសិនជាសម្រាប់ករណីយើងយក reinforcement to be checked បានន័យថាទិន្នន័យទាំងហ្នឹងគឺយើងជាទិន្នន័យសម្រាប់ចុងក្រោយបានន័យថាជាទិន្នន័យដែលយើងបាន design បានស្អីហើយយើងចង់ឲ្យកម្មវិធី ETAP យើងពិនិត្យនិងផ្ទៀងផ្ទាត់គឺយើងបំពេញទិន្នន័យទាំងអស់ហ្នឹងមកដើម្បីឲ្យកម្មវិធីយើង check ហើយនឹង verify ប៉ុន្តែក្នុងករណីយើងយកជា reinforcement to be design ទិន្នន័យទាំងនេះជាទិន្នន័យប៉ះប្រហែលសិនបានតែយើងត្រូវបំពេញទិន្នន័យហ្នឹងដែរប៉ុន្តែវាមិនមែនយកជាតន់យកជាផ្លូវការតែបានតែយើងត្រូវបញ្ចូលទិន្នន័យទាំងអស់ហ្នឹងដើម្បីឲ្យកម្មវិធី ETAP ធ្វើការ design សិនដល់ពេលយើង design ឃើញសរសៃដែកនឹងត្រូវប្រើទំហំប៉ុណ្ណាចំនួនប្រមាណហើយទើបយើងយកទិន្នន័យទាំងអស់ហ្នឹងបញ្ចូលម្ដងទៀតយើងយក reinforcement to be check ឲ្យវា check មើលតើវាត្រឹមត្រូវអត់អញ្ចឹងយើងចូលមកកន្លែង clear cover for confinement bar ជាទូទៅសម្រាប់សសរគឺយើងយក40ហើយnumber of longitudinal along 3 direction face គឺជាចំនួនដែកតាមអលេខ3អញ្ចឹងចំនួនដែកតាមអលេខ3អានេះយើងមកថាយើងដាក់5នៅក្នុងនេះគឺបានន័យថាចេះដែកនេះ number of longitudinal bar along 3 direction face ចំនួន5អញ្ចឹងយើងមើលដែកហ្នឹងយ៉ាងម៉េច along តាមអលេខ3នេះយើងមើលនេះអលេខ3អានេះអញ្ចឹងចំនួន5ហ្នឹងគឺបានយើងរាប់មិនមែនដែកហ្នឹង5នេះគឺយើងរាប់មិនចេះបានថា5ជួរចេះអានេះយើងចាត់ទុកតាមដែកទាំងអស់នេះ1ជួរបានតែ5គឺ5ជួរដល់ពេលអានេះជួរទី2បាន2ជួរហើយនេះជួរទី3 3ជួរអានេះជួរទី4ជួរនេះជួរទី5ជួរអញ្ចឹងចំនួន5ហ្នឹងមិនមែនការដាក់ដែកតាមតាមអលេខ3ហ្នឹងចំនួន5ដើមទេបានតែគេចង់សំដៅទៅលើចំនួនជួរទៅអញ្ចឹងដែលខ្ញុំបានគូ highlight អញ្ចឹងអានេះយើងចាត់ទុកថា1ជួរអានេះ1ជួរទៀតអានេះជួរទី2ទី3ទី4ទី5ញ៉េអាហ្នឹងតាម number of longitudinal bar along C direction face
ចំណែកឯ number of longitudinal bar along two direction face គឺមាន5ដែរនេះយើងពេញនេះគឺកន្លែងនេះគឺ5នេះ number of longitudinal bars along two direction face គឺមាន5ហ្នឹងគឺបានន័យថាជា5ជួរស្របតាមទិសទី2នេះអញ្ចឹងមិនមែនយើងរាប់ឃើញដែកនឹងត្រូវដាក់5ដើមអីតាមបដោយនៃទិសទី2នេះទេគឺចង់និយាយពីជួរដែល along face របស់អាទី2នេះអញ្ចឹងបានតែអានេះជួរទី1យើងចាត់ទុកតាមមួយជួរទី2នេះ2ជួរទី3នេះ3ជួរទី4នេះ4ជួរទី5នេះ5ជួរអញ្ចឹងគឺយើងទិន្នន័យទាំងអស់ហ្នឹងគឺចង់សម្ដៅអត្ថន័យបែបដូចនេះបានន័យថាបើយើងមើលតាមអលី2យើងរាប់មកអានេះ1 2 3 4 5អដាលី3អានេះ1 2 3 4 5អាហ្នឹងគឺជាការចំនួនដែលសម្រាប់ longitudinal along C direction face ហ្នឹងហើយមិនមែនយើងរាប់ដែកចំនួន1 2 3 4 5អញ្ចឹងទេគឺគេគិតបែបដូចនេះតមកទៀត longitudinal bar size and area បានថាយើងត្រូវប្រើដែកអានេះយើងត្រូវជ្រើសរើសប្រភេទដែកប្រភេទមកកាត់ដែកអញ្ចឹងយើងប្រភេទ6 10លីគឺរាវាប៉ុណ្ណេះcorner bar គឺក៏យើងយកប្រភេទ6 10លីដែរអ្នកខ្លះគេ design ចេះ corner bar អ្នកខ្លះគេ design អាចយក corner ធំយើងអាច corner វាធំចឹងយើងអាចយក20លីចឹងទៅហើយដល់ពេលអាដែកខាងក្នុងនេះគេអាចយក6 10ចឹងប៉ុន្តែអាក្នុងនេះ6 10ប៉ុន្តែយល់ល្អយើងគួរតែស្មើសាច់គ្នាទាំងអស់ហ្មងទៅល្អជាងចឹងយើងចូលដល់confinement bar confinement bar ហ្នឹងគឺចង់សំដៅទៅលើដែក confine bar គឺក្នុងន័យនេះមិនមែនជាហើយកម្មវិធីហ្នឹងយកទៅកណនីដែកកងឲ្យយើងអីទេគឺកន្លែងហ្នឹងគឺ confinement bar ហ្នឹងគឺយើងកំណត់វាដើម្បីឲ្យកម្មវិធីហ្នឹងវាទៅកណនីអា confinement concrete area នោះឧទាហរណ៍ដូចជាអញ្ចឹងconfine ហ្នឹងគឺបើតែយើងមានសសរមកជ្រុងអញ្ចឹងហើយ confine ហ្នឹងconfine area ហ្នឹងនេះដើម្បីយើងឲ្យកម្មវិធីវាទៅកណនី confine area នេះអញ្ចឹងយើងដាក់ confinement bar យើងហ្នឹងយ៉ាងនេះ confine ដោយដែកថាយយើងហ្នឹងឧទាហរណ៍ថា confinement bar size area ហ្នឹង8លីអញ្ចឹងណាអានេះបើយើង8លី area វាប៉ុណ្ណេះអានេះ longitudinal space of confinement bar ហ្នឹង along អលី1ហ្នឹងគឺមកយើងកំណត់ឲ្យវាកណិមកតកន្លះអញ្ចឹងទៅណាអានេះnumber of confinement bar in C direction ហ្នឹងគឺយើងយក4ឧទាហរណ៍ហ្នឹងconfinement bar number of confinement bar in direction two direction ហ្នឹងគឺយើងយក3អាហ្នឹងក៏ជាឧទាហរណ៍ដែរអាហ្នឹងទីនេះខ្ញុំនឹងបញ្យល់ថាតើគេរាប់យ៉ាងម៉េចគេគិតយ៉ាងម៉េចពេលនេះខ្ញុំចង់បញ្យល់ប្រាប់ថា confinement ហ្នឹងគឺកម្មវិធី ETAP វានឹងទៅកណនីរកអាតំបន់ confinement នេះអញ្ចឹងអានេះគេហៅថា confine area concrete confine area ដែលវា confine ដោយអីគេនេះដែល
dương cầm nọt tha 7 lì chẳng ní dân đạo mà ní đại 7 lì dân confine nằng trong đó sạch thằng cái ní cứ chia unconfined như đi sạch cái nè vì cái chia confine như đi sạch thằng cái nó cứ strength viết rồi từ tu chiêng strength là chia confine ô tô họ tha concrete bao nhiêu rồi mà tha khắc khéo đấy cứ riêng do một phẩy phèm MPa anh đang chia base concrete strength bao nhiêu nó dân cầm nọt nó phẩy phèm MPa chứ nó p đại dương miền confine mình nó ít thế bi nâng thực kẹt rồi cầm lăng để có việc cầm pha nhỉ cầm lăng đây dân từ viên nâng kẹt này rồi cầm lăng nhỉ nó p đại việc miền confine đòi đại thai ní đại còn ní vì nó tá strength viên nâng cao mà phần nào chắc ít thế bia việc cầm nọt nó đồng bây giờ kẹt này rồi đồng bon đại việc confine nâng chắc cứ đồng bon nó cứ strength bao viết thông chiêng bạn thông chiêng phây phèm nè bạn thông chiêng đồng bon đại chia unconfined mình nâng chẳng ít thép bia ở dân bạch châu tên này cái này nó cứ làm bây video ta kẹt này rồi confine mình rồi bọc concrete năng đề sầm lại để con cứ bia dân ban tình này mới dân do vì ta kẹt này chỉ tam manual thì cứ mình toàn chỉ kẹt này chân chướng thở phở để conประมาณ ly ประมาณcầm liệt bia ประมาณ chặt dạng cứ ở tề cứ được nhom vậy chứ cứ cầm nót làm bây giờ lâu confine mình là nè hay number of confinement bar in 3 direction cái mờ máy number of confinement bar in 2 direction cái mờอย่างmình chẳng mà tha tam 3 direction ấy dân cầm là buồn chẳng cái dân cho món này number of confinement bar in 3 direction buồn cứ cái mờ mày bạn tha mà tha bờ sân tam 3 direction bạn này tha shear force bao nhiêu vì nó bọc tam so tam nè direction lịch 7 nè chấn buồn nó cứ dừng lọp nè chùm nôn chương bảo viên nè chùm nôn thai bảo viên nè về miền muối chương tí pí chương tí bấy chương tí buồn bạn đang đưa cho cái hai đấy siêu pattern là bây chẳng cứ dừng bờ sân chia dương cầm nót vía confine tam direction bay nè cứ nè direction lịch bay nó cứ ban này thá siêu phó dưới cứ bốc slop nâng tam direction lịch bay nâng chấn bởi dương cầm nót thá 4 giờ hộp giờ muối pí bay buồn trường nhỉ chấm nay ai number of confinement bar in 2 direction cứ dương cầm nót dọc 7 bạn này tha p nó cứ shear force vào dưới cứ bốc slop nâng này lip này bạn là 2 direction này từ đại tam từ đại lip nè chẳng cứ cái lọt mấy rồi mà ta dân vay chùm nút 7 bạn này tha chùm nút pattern bảo viết miền 7 bạn chùm chữ hay hai chùm chữ đại con đó miền 7 อย่างnày này hai muối pí 7 anh ấy thì 7 chẳng chúng 7 nó cứ cái hộp chẳng thấy cái hộp giống đây nhỉ đây pattern bảo viên nè siêu pattern bảo viên nó cứ viết sọp được từ đại apply cầm lăng nằng giống không ca mơ ta mà number of confinement nó tam tư này face bảo giờ nó cứ cái mơ tam chẳng và anh ấy chia face anh ấy local RC bỏ
structure របស់យើងអញ្ចឹងយើងចូលមក e tab របស់យើងកំណត់នឹងដំបូងយើងចូល define តបមកយើងយក section property ហើយនឹង frame section យើង select ចុចលើ frame section មកវានឹងចេញមកនេះរបស់យើងគឺយើងនឹងបង្កើតថ្មីគឺយើងយក add new property នេះអញ្ចឹង shape type នេះគឺយក section shape នេះគឺយើងត្រូវរបស់យើងជាប្រភេទបេតុងយើងយក concrete rectangular ចំណែកឯfrequently use shape type នេះគឺយើងយកឲ្យជា rectangular section មកប្រភេទជា concrete ហើយ rectangular section យើង select លើវាមកវានឹងចេញអញ្ចឹងមកតសរបស់យើងgeneral data យើងបំពេញ property name យើងសរស40សំទោស C 40 បានយើងកំណត់ឈ្មោះសររបស់យើងណា C 40 C 40 បានសរ4ទឹកគុណ4ទឹកចំណែកឯកន្លែង material នេះយើងនឹងយក strength របស់យើងយកមក design នេះគឺបេតុងជា cylinder C40 MPa ហើយនេះ node side data នេះអានឹងយើងមិនបាច់កំណត់វាទេអានឹងយើងអត់ប្រើវាទេវាគ្រាន់ជា node មួយ node size ហ្នឹងវាអត់មានពាក់ព័ន្ធទេអញ្ចឹងកន្លែង display color នេះយើងកំណត់មកយើងចង់ដាក់ពណ៌អីយើងកែដាក់ពណ៌ហ្នឹងមកកន្លែងដែលយើងទៅចាំបាច់ពេញទៀតនេះគឺកន្លែង section shape នេះអញ្ចឹងបើយើងជា concrete rectangular យើងយក concrete rectangular អញ្ចឹងកន្លែងនេះគឺសំខាន់អញ្ចឹង deep បើយើង40បាន400 mm width វា400 mm ចំណែកឯបន្ទាប់មកយើងចូលកន្លែង reinforcement នេះមកយើងយក modify solid bar នេះយើងចូលដល់កន្លែងយើងហ្នឹងហើយមិញហ្នឹងកន្លែងយើងជាប្រភេទសយើង tick យកកន្លែង PM2 M3 design ប្រភេទជា column ហើយកន្លែង rebar material នេះយើងដូរយក3អាកៅសម្រាប់ longitudinal bar ហើយនិង confinement bar អាហ្នឹងគឺខ្ញុំបញ្យល់ហើយឥឡូវខ្ញុំសូមលឿនតិចហើយកន្លែង reinforcement configuration rectangular អានេះThai អញ្ចឹងបើសិនតែយើងឲ្យកម្មវិធី check យើងយក tick លើ reinforcement check វា check មកបើយើង design យើងយកreinforcement to be design មកយើងដំបូងយើង check សិនយើងយក check ចឹងទៅឧទាហរណ៍ណាហើយដែលអានេះ cover យើងយក40ដៃនេះយកយើងកំណត់យក5តាមអត្ថ3ឡងយើងដល់តាtwo direction យក5ដែរដូចគ្នាដៃមិញយើងយក6 10នេះ6 10ដូចគ្នាអានេះមិញយើងកំណត់ថាយក8លីអានេះគឺកំណត់មិញមកទឹកកន្លះយើងវាយទឹកកន្លះមកអានេះគឺតាម3មិញយើងយក4យ៉ាងយក4ហើយតាទី2យើងយក2ហើយយើងពេញទៅនឹងហើយយើងអូខេហើយកន្លែងនេះតិចខ្ញុំសូមបញ្ជាក់កន្លែងនេះតិចកន្លែង tick យក include automatic rigid zone area over column
cái lại nâng cái bờ sân dương thích vía cứ ban này thà đôi lại làm ní không cạn nấy dương trong bằng ca thì chỉ rốn nên lừa các bà sò ban là dương thích vía ban này thà dương đừng bằng ca nên đầm bò lừa các bà sò giờ là chỉ rốn bên nó ít thép nâng mình miên output nơi internet for nơi lừa các bà sò lần tệ ban này thà bờ sân chỉ internet for đôi chỉ một mong ấy cứ kịch nơi face bọc lầm cứ việc kịch chẳng mấy ban này thà mà thà dương miên thân đâm dần á anh ấy là sò anh ấy là sò ủa thò dần á sò anh ấy thân đâm dần dần np đại dương thích do include automatic digi zone cứ một mong nó cứ việc kịch nó face trẻ một mong giờ anh ấy một mong trẻ tới nè vận tay và sân dương ấp thịt cứ xuống đồ buồn đi một món cứ dương kịch nơi lời các bạn sò nhỉ trong bài dương thích cứ lại lời các bạn sò nó việc miền bằng hành internet for nơi lại nó được chơi một món gỡ miền tế cứ một món cứ kịch được face bình nó cái trong bàn hình chẳng dương ai trao vía np đại design slab ấy đại dương kịch internet for nó phải là bao lắm á ok nhé bây giờ dương design slab ấy dương kịch rồi còn thân mấy dương kịch một món cứ cầm lại internet for với nó phải bao lắm hơi cái bị trả tiết đại trăm bài sòng khăn này đấy dương mình cua trao vía không đầm nặng cá preliminary size nâng ca design đầm bông tê cú tại praviên np đái final design before ấy không ít thép thì thom đá vía cái chiều final element á chẳng cái lại nâng vợ dương cua tại phở viên np đái final design đời p đái tổ bốn cả kết tầm 4 design tầm 4 ấy với dương design dương trong cái những thời interaction vì bảy đo ấy bàn những đăng tha tình ở đây đại dương thời phở nó chọp lẹ từ dạng mình chẳng á chẳng pi tờ 4 cứ dương mình cua thua thì mình cua thịt bia thì chăm là p final design xong dương thịt chẳng bà sao dương thịt nó cứ không ăn từ này nó cứ dương một cái gì chỉ số được bà sò nó đây là khi mà lại lặp bàn mình nằng chẳng nơi không ní dương mình 300 bạch thịt thế tờ 4 chẳng chẳng dương cho ok máu yeah, dương bàn một cắt xì xa sắp xì sai sắp vậy chứng dương ok thiệt màu nhưng như bàn tờ sổ bất tọp mọc tiết dương nâng một ca thức đầm xong tôi hỏi này cài thì anh bìm không có bìm mấy nhưng ban bằng cắt khả lâm hao vậy là lấy dương cho bìm đó chẳng dương thơ được kia dương cho từ 4 dương cho define section property frame section chẳng cả bằng cao từ 4 cái dương do add property và to máu nơi cái lại ní dương do section shape được kia dươngประเภทsection shape níคือประเภทconcrete rectangular ấyอยากอะไร frequently use shape type นี่คือជាប្រភេទ concrete rectangular យើងយក rectangular មកហើយយើងចូលមកដល់នេះវានឹងចេញនេះទាំងនេះអញ្ចឹងយើងពេញមកដូចតសដែរទេគឺកន្លែង general data កន្លែង property នេះយើងវាយមកធ្នឹម page យើងធ្នឹម35បានតែធ្នឹមយើងទៅទឹង30កម្ពស់50អញ្ចឹងយើងវាយឈ្មោះសម្គាល់របស់ b 30 × 50 ចឹងទៅបានថាធ្នឹមដែលមានទទឹង3តឹកកម្ពស់ធ្នឹមគឺ5តឹកmaterial គឺយើងយក C30 ដដែលហើយអានេះយើងកំណត់ពណ៌ដែរមកនេះកន្លែងនេះដែលកន្លែង section shape នេះយើងដឹងហើយយើងយក concrete rectangular ហើយកន្លែង section
dimension នេះ deep ជាធម្មតាយើងសម្រាប់ធ្នឹម deep គឺយើងចាត់ទុកថាជាជម្រៅកន្លែងដែលជម្រៅធ្នឹមដល់ពេល width នេះគឺជាទទឹងធ្នឹមអញ្ចឹងយើងវាយទទឹងធ្នឹមគឺ30គឺ300មីលីម៉ែត្រ deep វាគឺ50គឺ50 500មីលីម៉ែត្រហ្នឹងបាន5តឹក3តឹកអញ្ចឹងបណ្ដាទទឹង3តឹកកម្ពស់ធ្នឹម5តឹកចាកន្លែង modify Sodiba នេះយើងចូលមកដូចគ្នាមកប៉ុន្តែកន្លែងនេះគឺយើងអត់យក PM2 MC design column នេះទៀតទេគឺយើងប្រភេទជាធ្នឹមយើងយក MC design only អានេះ beam ហ្នឹងគឺសម្រាប់ beam ហើយចាអា rebar material ហ្នឹងគឺដដែលទេគឺយើង longitudinal bar យើង SD 390 confinement bar យើងគឺ SD 235នេះអញ្ចឹងយើងចូលមកដល់ cover to longitudinal rebar group center 8អញ្ចឹងវាមានបំពេញត្រូវពេញ cover សម្រាប់ top bar និង bottom bar អញ្ចឹងយើងមើលនេះគួរសិក្សាសម្រាប់ដែកពីរស្រទាប់បានន័យថាជាទូទៅយើងគួរតែសិក្សាធ្នឹមយើងជាដែកពីរស្រទាប់ឲ្យហើយហ្មងដែរបានថាដែកពីរស្រទាប់នេះយ៉ាងម៉េចនេះឧបមាថាដែកអញ្ចឹងនេះមកស្រទាប់នេះមកស្រទាប់ទៀតគឺដែកស៊ុបព្រោះធ្នឹមវាតែងតែមានដែកស៊ុបហើយពាក្យចឹងគឺត្រូវឃើញជាទូទៅគឺមានដែកស៊ុបអញ្ចឹង cover វាគឺគិតពីនេះមកនេះពីរបស់អាដែកពីស្រទាប់នោះមកស្រទាប់ខាងក្រៅនេះអាហ្នឹង cover អញ្ចឹងឧទាហរណ៍យើងប្រើដែកបដោយ2ដើម20លីពីស្រទាប់ណាអាដែកនេះដែក2ដើម20លីនេះចំនួន2ស្រទាប់ទាំង top និង bottom និងដែកកងគឺដែកកងយើងប្រើដែក10លីបាទនេះដែកកងនេះនេះថត bottom យ៉ែណាដែកកងដែក10លីនិងស្រទាប់ការពារយើងគឺស្រទាប់ការពារគឺយើងគិតពីនេះពីដែកកងមកនេះ40មីលីម៉ែត្រគិតពីដែកកងមកដូច្នេះយើងអាចកណនាបានអា cover to longitudinal rebar group centroid វាស្មើនឹងទម្រង់ cover បូកនឹងដែក10លីបូកនឹងដែក20លីហើយបូកអា space របស់វានេះគឺយើងគិតមកសម្រាប់ space សម្រាប់អាចថ្មអាច concrete flow អា concrete aggregate អាច flow បានណាយើងអាចយក25លើ2ឬក៏30លើ2ព្រោះយើងចែកពាក់កណ្ដាលព្រោះគេគិតថា group centroid នេះបានតែយើងចែកពាក់កណ្ដាលនេះយើងចែកពាក់កណ្ដាលហ្នឹងអញ្ចឹងបើចន្លោះពីអានេះអាហ្នឹង25យើងចែក2មកអញ្ចឹងយើងឃើញវា82វា5មីលីម៉ែត្រអញ្ចឹងយើងអាចប្រកួតយក90ទៅអញ្ចឹងជាទូទៅយើងកំណត់យក90តែម្ដងទៅទាំង top និង bottom នៅពេលដែលយើងបង្កើតដំបូងហ្នឹងអាហ្នឹងគឺក្នុងន័យហ្នឹងវាចង់បង្ហាញបែបដូច្នេះអញ្ចឹងយើងចូលមក e-tab យើងដំបូងយើងនឹងបង្កើតធ្នឹមដែលមានមុខកាត់30យើងចូល define section property frame section ហើយយើងចូល add new property កន្លែង section shape នេះយើងយក concrete rectangular កន្លែង frequently used shape type យើងប្រភេទជាបេតុងហើយយើងយកជា rectangular មកយើង select មកវានឹងចេញដូចនេះអញ្ចឹងដំបូងយើងវាយឈ្មោះមកយើងប្រើ B 30 គុណ50បានតែតឹង3តឹកកម្ពស់ធ្នឹម50 dB material គឺយើងយកC30 cylinder ពណ៌នេះយើងចង់ដូរដាក់ពណ៌អីដាក់ទៅដាក់ពណ៌ចេះទៅអាកន្លែង section shape នេះយើងប្រភេទជា concrete rectangular deep នេះគឺយើង50វាគឺ5កម្ពស់5តឹក500មីលីម៉ែត្រ width វាគឺ30គឺកម្ពស់3តឹក
30 50 ក៏ឈ្មោះ B 30 50ឈ្មោះដែលយើងតំណាងឲ្យធ្នឹមហ្នឹងណាអញ្ចឹងនេះដែលសំខាន់គឺ deep ហើយនឹង width របស់វានេះអញ្ចឹង50កម្ពស់ធ្នឹមគឺ deep នេះគឺយើងយក5តឹកហើយតឹងធ្នឹមយក3តឹកហើយកន្លែង modify sorry bar នេះយើងកែមកនេះយើងអត់យក PM2 MC design column ទេយើងយក MC design only beam នេះលើវាមកកន្លែង Ribametry កន្លែង long longitudinal bar នេះយើងដូរយក390 MPa SD បែរកៅយើងហ្នឹងហើយ confinement bar ថៃនេះគឺពី35ដល់ពេល cover នេះគឺយើងយក90ជាទូទៅហើយកន្លែង reinforcement area all right for duct type beam ហ្នឹងអាហ្នឹងគឺយើងអំពេញទេយើងរក្សានៅខ្លួនតែព្រោះអាហ្នឹងក្នុងករណីកម្រិតយើងនេះគឺយើងអត់ប្រើទេអាហ្នឹងគឺសម្រាប់ប្រើដូចនៅក្នុងលក្ខខណ្ឌ performance based design ណាវាតាក់ទងperformance based design យើងអត់ប្រើទេអាហ្នឹងទៅយើងដូចក្នុងករណីយើងសិក្សាដូចជាដនជួយដីអីអាហ្នឹងបានយើងពេញវាព្រោះអីកន្លែងហ្នឹងperformance based design ហ្នឹងគឺពេលហ្នឹងគឺវាយើងអត់និយាយពី strength របស់វាទេវាបណ្ណាយើងត្រូវបញ្ចូលទិន្នន័យហ្នឹងដើម្បីឲ្យវាគណនាម៉ងវាហ្នឹងធៀបទៅនឹងrotational របស់វាឬក៏curvature ម៉ងរបស់វាហ្នឹងប៉ុន្តែក្នុងលក្ខខណ្ឌយើងនេះគឺយើងអត់ប្រើទេហ្នឹងក្នុងលក្ខខណ្ឌយើងត្រូវករណីដែលយើងត្រូវប្រើនៅក្នុងករណីយើង design seismic ដែលតាក់ទងនឹងperformance based design អាហ្នឹងសម្រាប់យើងអាហ្នឹងបានយើងប្រើវាឥឡូវក្នុងកម្រិតយើងនេះយើងអត់ដល់ហ្នឹងទេយើងអត់កំណត់វាទេអញ្ចឹងតោះមកយើងចុច OK មកហើយនេះចុច OK ទៀតមកចុច OK មកអញ្ចឹងយើងបង្កើតបានធ្នឹម35អញ្ចឹងដើម្បីកុំឲ្យវីដេអូយើងវែងពេកខ្ញុំសូមបញ្ចប់តាមនេះសិនយើងនឹងបន្តមេរៀនយើងទៀតនៅពេលក្រោយទៀតបាទសូមអរគុណសូមជម្រាបលា